មានក្មេងប្រុសម្នាក់ឈ្មោះសុខាជាកូនប្រុសច្បងរបស់គ្រួសារកសិករមួយជារឿយសុខាតែងតែស្ដាប់រឿងឪពុកនិយាយអំពីព្រៃដ៏ធំមួយដែលពោរពេញដោយភាពអាថ៌កំបាំងសុខាគាត់ចង់ចូលព្រៃដើម្បីស្វែងរកឱសថមកព្យាបាលឪពុកដែលកំពុងឈឺធ្ងន់សុខាមិនដឹងធ្វើយ៉ាងម៉េចក៏សម្រេចចិត្តចូលទៅក្នុងព្រៃនោះព្រឹកព្រលឹមឡើងសុខាយកកាំបិតតូចមួយមានថង់យាមដែលដាក់អំបិលស្ករនិងបាយពោត2-3 ដុំគាត់បានប្រាប់គ្រួសារហើយចូលទៅក្នុងព្រៃដ៏ក្រាស់នោះទៅដើមឈើខ្ពស់បាំងមេឃរុក្ខជាតិវល្លិព័ទ្ធជុំវិញនិងសំឡេងសត្វព្រៃឮសពគ្រប់ទិសទីសុខាបានឈប់សម្រាកនៅក្រោមដើមឈើធំមួយនៅថ្ងៃទី2គាត់បានជួបសត្វដំរីតូចមួយក្បាលដែលជាប់អន្ទាក់របស់ព្រានព្រៃដំរីនោះយំណែពោពេញដោយភាពភ័យខ្លាចសុខាបានដើរចូលដោយមិនខ្លាចគាត់យកកាំបិតកាត់ខ្សែអន្ទាក់នោះចោលហើយនិយាយថាឯងមានសេរីភាពវិញហើយទៅជួបក្រុមគ្រួសារឯងវិញចុះលុះដល់ថ្ងៃទី3សុខាបានចូលទៅក្នុងព្រៃកាន់តែក្រាស់ទៅគាត់បានដើរវង្វេងរហូតដល់ពេលល្ងាចព្រាមនោះសុខាក៏បានឮសំឡេងក្រហមពីខាងមុខគាត់សំឡេងនោះវាជាសំឡេងសត្វខ្លាធំមួយក្បាលដែលកំពុងឈរចំពីមុខសុខាភ្នែករបស់វាគួរឲ្យខ្លាចដែលបង្ហាញនៅភាពកាយសាហាវសុខាក៏បានឈរស្ងៀមបេះដូងរបស់គាត់លោតយ៉ាងខ្លាំងគាត់បាននឹកឃើញរឿងដែលឪពុកធ្លាប់ប្រាប់ថាបើជួបសត្វខ្លាកម្រត់ត្រូវនៅឲ្យស្ងៀមរួចទាញកាំបិតមកត្រៀមការពារខ្លួនប្រសិនបើវាលោតចូលសុខាបាននិយាយទៅសត្វខ្លានោះថាខ្ញុំមកនេះមិនមែនមកចង់សម្លាប់ឯងយកសាច់ទេគឺខ្ញុំមកត្រឹមតែស្វែងរកថ្នាំសម្រាប់ព្យាបាលឪពុករបស់ខ្ញុំតែប៉ុណ្ណោះសូមអ្នកទៅវិញចុះសត្វខ្លានោះក៏ឈរសម្លឹងមើលគាត់មួយសន្ទុះហាក់ដូចជាស្ដាប់ភាសារបស់គាត់បានរួចក៏ដើរចូលទៅក្នុងព្រៃបាត់ទៅសុខាដកដង្ហើមធំហាក់ដូចជាធូរក្នុងចិត្តបន្តិចគាត់គិតថាច្បាស់ជាមិនរស់ហើយតែដោយភាពកតញ្ញូចំពោះឪពុកទើបទេវតាជួយការពារឈ្នះរាល់ឧបសគ្គទាំងឡាយទាំងពួងនៅយប់ថ្ងៃទី4សុខាបានដេកសម្រាកហើយសុបិនឃើញពស់ថ្លាន់ដ៏ធំមួយក្បាលដែលនៅក្បែរដើមឈើដ៏ធំមួយពស់នោះវាមិនបានមកវាយប្រហារសុខាទេតែនិយាយថាមនុស្សតូចឯងមកស្វែងរកអ្វីនៅក្នុងព្រៃខ្ញុំសុខាក៏បានឆ្លើយតបទៅវិញថាខ្ញុំមកនេះដើម្បីស្វែងរកថ្នាំមកព្យាបាលជំងឺឪពុករបស់ខ្ញុំពស់ថ្លាន់នោះក៏បានប្រាប់ទៅគាត់វិញថាចូលអ្នកដើរទៅមុខអ្នកនឹងបានឃើញរុក្ខជាតិដែលអ្នកត្រូវការប៉ុន្តែចូលប្រយ័ត្ននឹងសត្វខ្លាផងព្រោះវាកាចសាហាវខ្លាំងណាស់ពេលព្រឹកព្រលឹមឡើងសុខាមានអារម្មណ៍ថានេះជាសុបិនហាក់ដូចជាការពិតអញ្ចឹងសុខាបានដើរត្រង់ទៅមុខដែលសត្វពស់បានប្រាប់នៅទីបំផុតគាត់បានរកឃើញរុក្ខជាតិដែលមានក្លិនចេញមកយ៉ាងឈ្ងុយវាជាឱសថដែលឪពុកគាត់តែងតែនិយាយគាត់ក៏បេះយកមកដាក់នៅក្នុងថង់យាមនៅពេលត្រឡប់មកវិញគាត់បានជួបបញ្ហាធំមួយមានមនុស្ស2នាក់ដែលជាអ្នកប្រមាញ់ខុសច្បាប់ពួកគេកំពុងតែកាប់ឈើនិងដាក់អន្ទាក់សត្វភ្លាមនោះពួកគេទាំង2នាក់ក៏បានមើលឃើញសុខាហើយក៏រត់ទៅចង់ចាប់
សុខាដើម្បីកុំឲ្យរាយការណ៍សុខាឃើញដូច្នោះក៏រត់គេចខ្លួនប៉ុន្តែចៃដន្យគាត់ក៏រត់ដួលនៅពេលនោះឯងសត្វដំរីដែលគាត់បានជួយការពីមុនក៏លេចមុខចេញមកជាវងដំរីធំដេញតាមអ្នកប្រមាញ់ទាំងពីរនោះហើយក៏ស្រែកខ្លាំងធ្វើឲ្យអ្នកប្រមាញ់ភ័យខ្លាចយ៉ាងខ្លាំងរួចក៏រត់ដោយមិនគិតពីអាយុជីវិតឡើយសត្វខ្លានោះក៏លេចមុខចេញមកវិញឈរមកមើលសុខារីឯពស់ថ្លាន់ក៏និយាយថា ព្រៃនេះការពារដែលមនុស្សល្អនិងអ្នកមានបុណ្យបារមីតែប៉ុណ្ណោះ សុខាក៏បានត្រឡប់មកភូមិវិញដោយសុវត្ថិភាពគាត់យកឱសថមកឲ្យឪពុកនៅពេលឪពុកបានឱសថនោះហើយគាត់ក៏បានជាសះស្បើយបន្តិចម្ដងពីពេលនោះមកសុខាคล้ายជាអ្នកនាំផ្លូវសម្រាប់អ្នកភូមិដែលចង់ចូលព្រៃប៉ុន្តែគាត់តែងតែប្រាប់ថាកុំយកអ្វីច្រើនពេកពីព្រៃហើយត្រូវចេះការពារសត្វព្រៃទាំងអស់នោះព្រោះវាជាមិត្តហើយក៏ជាអ្នកការពារយើងដែរ